កងទ័ពកម្ពុជាបច្ចុប្បន្នមិនធម្មតាទេកម្ពុជាអាវុធទំនើបនិងមានអំណាចបំផុតទាំង5ប្រភេទដែលកម្ពុជាកំពុងកាន់កាប់សម្រាប់ការពារអធិបតេយ្យភាពជាតិនៅក្នុងឆ្នាំ2026នេះប្រិយមិត្តទស្សនិកជនមកកាន់នេតិព័ត៌មានកងទ័ពយុទ្ធពលខេមរៈភូមិន្ទបច្ចុប្បន្នមិនមែនដូចមុនទៀតទេថ្ងៃនេះយើងនឹងបង្ហាញប្រាប់បងប្អូនឲ្យព្រួលសម្បល់និងមានមោទនភាពថាតើមានកម្ពុជាអាវុធទំនើបនិងសាហាវបំផុតទាំង5ប្រភេទអ្វីខ្លះដែលប្រទេសកម្ពុជាកំពុងមាននៅក្នុងដៃសម្រាប់ការពារជាតិនៅក្នុងឆ្នាំ2026នេះចំណាត់ថ្នាក់លេខ5គឺនាវាចម្បាំងប្រភេទ Thai 56 COVID នេះគឺជានាវាចម្បាំងល្បឿនលឿនដ៏ទំនើបដែលបំពាក់រ៉ាដានិងមីស៊ីលប្រឆាំងនាវាដែលធ្វើឲ្យកងទ័ពជើងទឹកកម្ពុជាអាចការពារដែនសមុទ្រនិងកោះនានាបានយ៉ាងរឹងមាំចំណាត់ថ្នាក់លេខ4គឺយន្តហោះដ្រូនប្រយុទ្ធ CH-92A នេះគឺជាផ្នែកទេពលើអាកាសដែលមានសមត្ថភាពអាចហោះហើរស៊ើបការនិងបាញ់មីស៊ីលវាយប្រហារកំទេចគោលដៅសត្រូវពីលើអាកាសយ៉ាងសុក្រិតបំផុតចំណាត់ថ្នាក់លេខ3គឺប្រព័ន្ធមីស៊ីលការពារដែនអាកាសKS-1C នេះគឺជាសំណាញ់មេឃដ៏រឹងមាំរបស់កម្ពុជាដែលអាចបាញ់ស្ទាក់ចាប់នឹងកំទេចយន្តហោះចម្បាំងឧទ្ធម្ភាគចក្ររបស់សត្រូវដែលហ៊ានហោះចូលរំលោភដែនអាកាសកម្ពុជាក្នុងរយៈចម្ងាយរាប់សិបគីឡូម៉ែត្រចំណុចថ្នាក់លេខ2គឺកាំភ្លើងធំបាញ់ដោយខ្លួនឯង SH-15 នេះគឺជាយន្តកាំភ្លើងធំខ្នាត155មីលីម៉ែត្រដ៏ទំនើបដែលមានសមត្ថភាពបាញ់ហើយផ្លាស់ទីភ្លាមក្នុងរយៈពេលដ៏ខ្លីដើម្បីគេចពីការវាយបករបស់សត្រូវហើយចំណាត់ថ្នាក់លេខ1ដែលសាហាវជាងគេបំផុតនោះគឺប្រព័ន្ធបាញ់រ៉ុកែតពហុ PHL-03 ឬ model AR-3 នេះគឺជាអាវុធមហាប្រឡាយដែលមានកាណុងទំហំ300មីលីម៉ែត្រមានសមត្ថភាពបាញ់គ្រាប់រ៉ុកែតស្រោចដូចទឹកភ្លៀងទៅកំទេចទីតាំងបន្ទាយសត្រូវក្នុងរយៈចម្ងាយឆ្ងាយលើសពី130គីឡូម៉ែត្រឯណោះគ្មានសត្រូវណាអាចគេចផុតពីកម្លាំងផ្ទុះនេះបានឡើយតែនៅក្នុងចំណោមអាវុធទាំង5នេះតើបងប្អូនគិតថាអាវុធមួយណាដែលគួរឲ្យខ្លាចនិងមានអំណាចជាងគេសូម comment ប្រាប់នៅវីដេអូខាងក្រោមកុំភ្លេចចុច like ចុច share follow page ដើម្បីតាមដាននៅវីដេអូបន្ទាប់ទៀតខ្ញុំបាទសូមអរគុណសូមគោរពលា